ការមិនបានរួមភេទអាចមានផ្លែផ្ដល់លទ្ធផលខុសគ្នាទៅតាមអាយុស្ថានភាពផ្លូវកាយនិងផ្លូវចិត្តមិនមែនថារួមភេទច្រើនគឺល្អឬមិនបានរួមភេទគឺអាក្រក់ទេប៉ុន្តែវាអាចមានអវិជ្ជមានមួយចំនួនដែលអាចប៉ះពាល់ដូចខាងក្រោម 1. ផ្លូវកាយការថយចុះនៃប្រព័ន្ធភាពស៊ាំការរួមភេទអាចជួយជំរុញប្រព័ន្ធភាពស៊ាំអ្នកដែលមិនបានរួមភេទអាចមានការឆ្លងជំងឺឆ្លងងាយជាងមុនការកើនឡើងនៃសម្ពាធឈាមមានការសិក្សាដែលបង្ហាញថាការរួមភេទជាប្រចាំអាចជួយបន្ថយសម្ពាធឈាមនិងការប៉ះពាល់លើបេះដូងបញ្ហាគេងការរួមភេទជួយបញ្ចេញហូម៉ូនសេរ៉ូតូនីននិងអុកស៊ីតូស៊ីនដែលជួយឲ្យគេងបានល្អអ្នកដែលមិនបានរួមភេទអាចមានបញ្ហាចិត្តឬការគេងមិនលក់ 2. ផ្លូវចិត្តនិងអារម្មណ៍ការកើនឡើងនៃ stress និងអារម្មណ៍ឯកោការរួមភេទអាចជួយកាត់បន្ថយ stress និងបង្កើនអារម្មណ៍រីករាយបញ្ហាទំនាក់ទំនងក្នុងករណីមនុស្សដែលមានដៃគូអាចមានបញ្ហាភាពជិតស្និទ្ធនិងអារម្មណ៍រង់ចាំក្នុងទំនាក់ទំនងការថយចុះនៃភាពទំនុកចិត្តលើខ្លួនឯងមនុស្សមួយចំនួនអាចមានអារម្មណ៍ថាតំណាងភាពអាក្រក់ចំពោះរូបរាងឬមិនទាក់ទាញ 3. ផលប៉ះពាល់ផ្លូវសង្គមភាពអាក្រក់ក្នុងទំនាក់ទំនងគូស្នេហាការមិនបានរួមភេទអាចបណ្ដាលឲ្យមានភាពអន្តិសាពីភាគីមួយឬធ្វើឲ្យមានការចោទប្រកាន់គ្នាការខ្វះហូម៉ូនសុបិនសុខ Oxytocin ហូម៉ូននេះជួយកើនភាពជិតស្និទ្ធក្នុងទំនាក់ទំនងការមិនបានរួមភេទអាចធ្វើឲ្យមានអារម្មណ៍ដាច់ស្រយាលតើគួរធ្វើដូចម្តេចបើអ្នកមិនបានរួមភេទក៏មិនប៉ះពាល់អ្វីខ្លាំងដែរប៉ុន្តែអ្នកអាចជំនួសដោយអ្វីផ្សេងដូចជាធ្វើលំហាត់ប្រាណដើម្បីបង្កើនហូម៉ូនសុបិនសុខស្វែងរកវិធីបន្ថែមភាពជិតស្និទ្ធក្នុងទំនាក់ទំនងដូចជាការនិយាយគ្នាឬធ្វើអ្វីដែលធ្វើឲ្យមានអារម្មណ៍រីករាយទាញយកអត្ថប្រយោជន៍ពីការរស់នៅដោយឯករាជ្យដោយការអភិវឌ្ឍខ្លួនឯងនៅផ្លូវជំនាញឬអារម្មណ៍ការមិនបានរួមភេទមិនមែនជាបញ្ហាធំបើអ្នកគ្មានតម្រូវការឬប៉ះពាល់សុខភាពប៉ុន្តែបើវាប៉ះពាល់ដល់ផ្លូវចិត្តនិងសង្គមអ្នកអាចស្វែងរកវិធីផ្សេងដើម្បីទប់ស្កាត់បញ្ហានេះ